បាទខ្ញុំជឿជាក់សូមជម្រាបសួរលោកអ្នកនាងកញ្ញាជាថ្មីម្ដងទៀតរាត្រីនេះយើងយកប្រធានបទក្តៅកគុកមួយយកមកពិភាក្សាហើយយើងក៏មានវាគ្មិនពិសេស3រូបដែរវាគ្មិនមួយរូបមានវត្តមាននៅក្នុងបន្ទប់ផ្សាយរបស់ Vichu Azizray នៅរដ្ឋធានី Washington តែម្ដងគឺប្រដេជគុណបុត្របន្ទិញខ្ញុំកណាសូមក្រាបថ្វាយបង្គំដល់គុណចាស់ពោខ្ញុំបានពោសាទបាទមានវាគ្មិនពិសេសមួយរូបទៀតដែលភ្ជាប់តាមខ្សែទូរស័ព្ទពីប្រទេសអូស្ត្រាលីគឺលោកហុងលីមអ្នកតំណាងរាជអូស្ត្រាលីដើមកំណើតខ្មែរនៃរដ្ឋ Victoria ខ្ញុំបាទសូមជម្រាបសួរលោកហុងលីមពីចម្ងាយបាទជំរាបសួរលោកជំចាំបតហើយស្វាគមន៍បាទដឹកគុណពេកបន្ទាងបាទពោសាធុយើងក៏មានវាគ្មិនម្នាក់ទៀតដែរគឺជាលោកព្រឹទ្ធាចារ្យលឺឡៃស្រីដែលជាអ្នកនយោបាយជើងចាស់ដែលមានវត្តមាននៅក្នុងបន្ទប់ផ្សាយរបស់អាស៊ីសេរីនៅឯក្រុងភ្នំពេញខ្ញុំបាទសូមជម្រាបសួរលោកលឺឡៃស្រីដែរបាទបាទលោកអ្នកនាងអាចចូលរួមផ្ដល់យោបល់ឬសួរវាគ្មិនកិត្តិយសរបស់នីតិយើងដោយផ្ទាល់តាមរយៈហៅទូរស័ព្ទមកលេខ012 811 911លេខ011 611 711និងលេខលើតុគឺលេខ023 211 804ហើយលោកអ្នកនាងក៏អាចទស្សនាការផ្សាយផ្ទាល់នេះតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa Cambodia និងតាមគេហទំព័រអាស៊ីសេរីដែលមានអាសយដ្ឋាន www.rfa.org/khmer សូមអញ្ជើញលោកអ្នកនាងចុចនៅលើពាក្យថាផ្សាយផ្ទាល់នីតិវេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័របាទលោកអ្នកនាងជាទីមេត្រីមុនការបោះឆ្នោតនារដូវកាលនេះក៏មិនខុសពីការបោះឆ្នោតនារដូវកាលមុនដែរយើងឮប្រមុខរដ្ឋាភិបាលដែលជាគណៈបកកណ្ដាលអំណាចបានលើកឡើងថាប្រសិនបើគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតឬមួយក៏គណៈបកដទៃចាញ់ឆ្នោតសង្គ្រាមនៅប្រទេសកម្ពុជាប្រកាសជាមានហើយលោកបានធ្វើការសច្ចាថានឹងប្រើប្រាស់អស់លទ្ធភាពដើម្បីកម្ចាត់កុំឲ្យមានអំពើងើបបះបោរឬមួយងើបតវ៉ាណាមួយក្រោយការបោះឆ្នោតបាទសូមអញ្ជើញលោកអ្នកនាងស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលប្រកាសនាពេលថ្មីនេះតាក់ទងនឹងរឿងថាការដែលគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតនឹងមានសង្គ្រាមហើយគណៈបកប្រជាជននឹងឈ្នះសង្គ្រាមជានិច្ចហើយនឹងលោកក៏បានលើកអំពីបទពិសោធន៍នៃការបោះឆ្នោតកាលពីឆ្នាំ2013ថាក្រោយបោះឆ្នោតមកមានការបាតកម្មរបស់គណៈបកដែលចាញ់ឆ្នោតអីជាដើមហើយលោកនឹងគម្រាមបែបណាលោកនឹងយកបទពិសោធន៍ពីឆ្នាំ2013ដើម្បីមកបង្ការកុំឲ្យមានការបះបោរបែបណាបាទសូមជួយស្ដាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបន្តិចសិនបាទដូច្នេះការការពារសមិទ្ធផលមួយនេះដោយតម្លៃណាក៏ដោយត្រូវតែការពារឲ្យបានដើម្បីការពារបានគណៈបកប្រជាជនត្រូវតែឈ្នះឆ្នោតគ្រប់ការបោះឆ្នោតទាំងអស់ប៉ុន្តែកុំភ្លេចថា2017និង2018បើសកម្មភាពពួកអ្នកឯងរបៀបនេះកម្លាំងប្រអាវុធត្រូវចេញមកក្រាបភ្លាមបើផ្ទុះសង្គ្រាមក៏ឲ្យវាផ្ទុះទៅចុះសូមប្រមានទុកឲ្យហើយកុំឲ្យសភាពការឆ្នាំ2013វិលវិញទាំងមុនបោះឆ្នោតនិងក្រោយការបោះឆ្នោតបាទក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះម្សិលមិញនេះលោកទៀតបាញ់ដែលជាមេទ័ពធំនៃប្រទេសកម្ពុជាយើងនឹងក៏បានសាទរនិយាយពីក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលលោករហូតទាល់តែប្រមានថានឹងវាយអ្នកណាដែលហ៊ានងើបតតាំងនឹងការបោះឆ្នោតនឹងឲ្យបាក់ថ្មីទៀតផងបាទហើយយើងបានមកដល់ថ្ងៃនេះហើយគឺថាបែរជាមកណាlấy trong cơ thểពេលដែលបោះឆ្នោតចាញ់គឺព្រមចាញ់ទេគឺចេញមកព្រមព្រៀងទៀមទានោះទៀមទានេះបាក់បែកមិញហើយលោកនេះបន្ទុកទេប្រាប់ហើយបាទនេះគឺជាការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់តាំងពីលោកនាយករដ្ឋមន្ត្រីរហូតដល់មេទ័ពធំនៅប្រទេសកម្ពុជាគឺតើការប្រកាស
អំពីការដែលមានសង្គ្រាមនៅប្រទេសកម្ពុជានេះការពិតយើងមិនមែនទៅតែលឺពេលនេះទេគឺយើងលឺរាល់ឆ្នាំតែម្ដងឲ្យតែមុនការបោះឆ្នោតគឺតែងតែប្រកាសអំពីការមានសង្គ្រាមនេះចំណុចទី1ដែលខ្ញុំចង់សួរលោកវាគ្មិនទាំង3រូបនេះគឺថាតើការប្រកាសនេះគឺជាការប្រកាសដោយជាចេតនាបំផិតបំភ័យពីព្រោះថាប្រទេសកម្ពុជាប្រជាពលរដ្ឋកម្ពុជាយើងនឹងធ្លាប់ឆ្លងកាត់សង្គ្រាមជាយូរណាស់មកហើយប្រហែលជាអាចអត់មានសង្គ្រាមទេឬមួយក៏ជាយុទ្ធសាស្ត្រគ្រាន់តែបំភ័យដើម្បីឲ្យប្រជាពលរដ្ឋដែលអ្នកខ្លះខ្លាចសង្គ្រាមហ្នឹងក៏បោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាខ្ញុំកណាចង់ចាប់ផ្ដើមពីបដិជគុណបុត្របន្ទិញដែលមានវត្តមាននៅក្នុងបន្ទប់ផ្សាយនៅក្នុងរដ្ឋធានី Washington មុនគេសូមនិមន្តដេកគុណសាធុបានពរញោមជនច័ន្ទបុត្រនិងសហការីហើយនឹងចម្រើនពរញាតិញោមអ្នកស្ដាប់វិទ្យុអស៊ីសេរីទាំងអស់នារាត្រីនេះចំពោះបញ្ហានៃការប្រកាសរបស់ប្រមុខដឹកនាំរដ្ឋដែលយើងមើលទៅឃើញថាពួកគាត់នេះមានវ័យចំណាស់នយោបាយយូរក៏ប៉ុន្តែការប្រើប្រាស់សារនយោបាយវាមិនថ្មីមិនប្លែកពីមួយអាណត្តិទៅមួយអាណត្តិដើម្បីទទួលបានការគ្រប់គ្រងមានតែពមៀនមានន័យថាអ្នកដឹកនាំរងាយកាន់អំណាចយូរទៅបើចង់បានសន្លឹកឆ្នោតកាន់ដំបងទៅសម្លុតដើម្បីបានសន្លឹកឆ្នោតស្មើគឺថាការប្រកាសនេះខុសពេលបើសិនជាប្រកាសពីអាណត្តិទី2មកដល់អាណត្តិទី3ត្រូវពីព្រោះនៅពីនោះខ្មែរយើងវានៅមានបញ្ហាប្រគងប្រទេសរបស់យើងអាណត្តិទី2គឺ98គឺណានៅពីនោះយើងនៅមានបញ្ហាប្រគងប្រទេសគ្នាសម្បើមណាវាមិនទាន់អស់សារធាតុសង្គ្រាមហើយបើគិតប្រកាសពេលលើប្រជាជនកំពុងខ្លាចប្រកាសជាត្រឹមត្រូវប៉ុន្តែគិតប្រកាសសារចិត្តសាស្ត្រសង្គ្រាមដើម្បីគម្រាមយកសន្លឹកឆ្នោតនៅពីនេះខុសពេលវេលាគិតប្រកាសពីនេះខុសពេលវេលាត្រង់ថាប្រជាពលរដ្ឋខ្មែរគ្រប់គ្នាគេឈប់ខ្លាចគេចាប់ផ្ដើមឈរនៅក្នុងទីភ្លឺមានតែអ្នកនយោបាយខ្លួនឯងទេឈរក្នុងទីងងឹតហើយប្រកាសក្នុងទីងងឹតហើយបើប្រកាសចិត្តសាស្ត្រសង្គ្រាមក្នុងទីងងឹតមានន័យថាធ្វើនយោបាយជាមួយនឹងពុកបាយឆាយហើយនៅក្នុងស្រុកខ្មែរជាស្រុកមនុស្សជាប្រទេសដែលមនុស្សរស់នៅក្នុងទីភ្លឺហើយបើធ្វើសង្គ្រាមប្រកាសសង្គ្រាមមានតែជាមួយនឹងពុកមនុស្សដែលយើងមើលមិនឃើញបានពុកអមនុស្សហើយអញ្ចឹងមានន័យថាពួកគាត់លេងជឿលើគោលការណ៍ច្បាប់ជឿលើឆន្ទៈប្រជាពលរដ្ឋជឿលើមនុស្សពិតហើយគាត់ជឿលើមនុស្សដែលមើលមិនឃើញគឺជឿលើអមនុស្សអញ្ចឹងមានគេធ្វើពេលធ្វើសាលាធ្វើបីស័យចាក់ទឹកវិញអានឹងជារឿងត្រឹមត្រូវបើគេប្រកាសសង្គ្រាមនៅពេលនេះពួកប្រជាពលរដ្ឋខ្មែរគាត់ឈប់ក្នុងទីភ្លឺបើប្រកាសក្នុងទីនេះអាត្មាថាខុសពេលមួយទៀតកាលពីអាណត្តិទី2ទី3ប្រជាពលរដ្ឋខ្មែរអត់ទាន់ទទួលបានព័ត៌មាននៅក្នុងដៃហើយប្រជាពលរដ្ឋខ្មែរមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីតាមដានការពិតក្នុងសង្គមឯងក៏ប៉ុន្តែឥឡូវនេះនៅតាមជនបទដាច់ស្រយាលយកឧទាហរណ៍ឃុំលងភេឃុំប្រមេឃុំចង្ការលឺនៅស្ទឹងត្រែងនិងព្រះវិហារជាតំបន់ដាច់ស្រយាលកណ្ដាលព្រៃឡង់ពួកគាត់ចាប់ផ្ដើមភ្នាក់រលឹកគាត់ចាប់ផ្ដើមមកស្វែងរកព័ត៌មានគាត់ជិះម៉ូតូមកទីក្រុងដើម្បីបានដូនឡូត Facebook យកព័ត៌មានហើយគាត់ត្រឡប់ទៅភូមិគាត់វិញយប់ឡើងគាត់ចាក់ចែកគ្នាស្ដាប់ហើយអ្នកស្រុកដែលធ្វើចំការចាប់ដើមចេះតាមដានខ្វាយខ្វល់រឿងនយោបាយហើយអ្នកនយោបាយប្រើសារយ៉ាងនេះស្មើគិតថាខុសពេលមិនចំណេញបើគិតប្រើពីអាណត្តិទី2ត្រឹមត្រូវណាស់ស្មានពោលតែនេះប្រើខុសពេលអរគុណម្ចាស់ខ្ញុំចង់ងាកមកលោកលឺលេខត្រេងវិញលោកលឺលេខត្រេងតើលោកយល់ស្របតាមបដិជគុណបុត្របន្ទិញទេថាការប្រើប្រាស់ចិត្តសាស្ត្រសង្គ្រាមនេះហួសសម័យកាលហើយបាទមានសួរអ្នកនរគ្នាកំពុងស្ដាប់អាស៊ីសេរីខ្ញុំឥឡូវវិលមុខគឺយើងដូចថាខំជាសង្គ្រាមបានសន្តិភាពនឹងរាប់ឆ្នាំហើយបាទអ្នកស្រុកអ្នកទេអីគេដូចថាទាន់សម័យអីអស់ហើយចាំមកដល់ស្រុកគម្រាមថាសង្គ្រាមទៀមទៀតនេះខ្ញុំវាលែងយល់អស់ហើយសួរថាសង្គ្រាមមួយពីណាបាទសួរថាសង្គ្រាមមួយពីណាសង្គ្រាមតើមានណែគូបដិបកមានសត្រូវបានសង្គ្រាមកើតហើយយើងទៅសង្គ្រាមមួយពីណាខ្ញុំមិនយល់សម្ដេចហ៊ុនសែនលោកមានភាសារបៀបហ្នឹងហើយខ្ញុំក៏យល់ស្របតាមណែបដិគុណមន្ត្រីណាថាបន្តិចណាថាសម័យនេះមកប្រើពាក្យភាសាកម្រៀងកំហែងក្នុងអានេះសម័យ Facebook ខ្មែរយើងសពថ្ងៃហ្នឹងមានគាត់ណាអ្នកមាន Facebook ប្រហែលជាប់5លានហើយអ្នកមើលព័ត៌មាន Facebook ជាមួយនឹងអ្នកមាន Facebook នោះរាប់លានអ្នកទៅទៀតបាទគេតាមគេដូចថាគេតាមស្ថានភាពណាហើយខ្ញុំថាភាសានេះมันគួរមានប្រសាសន៍ក្នុងកលៈទេសៈនេះទេបាទហើយកលៈទេសៈនេះបើភាសាហ្នឹងជាការគម្រាមកំហែង
ខ្លាចខ្លួនឯងចាញ់ឬក៏ដងខ្លួនឯងចាញ់ហើយបាននិយាយចឹងនោះបាទអរគុណលោកលឺឡៃស្រីខ្ញុំចង់បានស្ដាប់ប្រសាសន៍របស់លោកហុងលីនដែលអ្នកសង្កេតការកម្ពុជាពីនាយសមុទ្រវិញម្ដងតើពីនាយសមុទ្រមកវិញនៅពេលដែលលោកលឺសូប្រមុខរដ្ឋាភិបាលប្រកាសថានឹងមានសង្គ្រាមហើយនឹងធ្វើសង្គ្រាមដល់ណាដល់ណីទៅដោយដែលប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលខ្ញុំបានចាក់អំបញ្ញមិញនេះតើលោកមានប្រតិកម្មបែបណាដែរបាទសូមអញ្ជើញលោកហុងលីនបាទដល់សូមអរគុណប្រតិកម្មរបស់ខ្ញុំចំពោះពាក្យសម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននេះគឺខ្ញុំនិយាយទៅតាមលក្ខណៈក្នុងគណៈខ្ញុំជាអ្នកធ្វើច្បាប់ក្នុងគណៈខ្ញុំជាសមាជិកសភានៃប្រទេសមួយដែលមានវិធានលក្ខណៈប្រជាធិបតេយ្យពេញយុះពេញវងមែនតើដូចតែខ្មែរយើងទាំងអស់គ្នាចង់បានហើយដែលសូម្បីតែលោកហ៊ុនសែនខ្លួនឯងក៏ដឹងថាប្រកាសថាខ្លួននឹងជាអ្នកជាតែចិត្តទៅសង្គ្រាមបនក្នុងវេទិកាអន្តរជាតិក៏ដោយគេចាក់បាយជាហ្នឹងគឺចង់មកគេទទួលស្គាល់តែខ្លួនហ្នឹងគឺថាជាតំណាងឲ្យប្រទេសដែលមានវិធីជាកតាយបានប៉ុន្តែយើងទាំងអស់គ្នាដឹងថាមកយើងថាសម្ដីសជាតិនិយាយសពូជដូច្នេះបើអង្គអ្នកខ្ញុំនិយាយថាតើគាត់អាចនឹងធ្វើអំពើនឹងដែលគាត់និយាយថាប្រសិនបើគាត់ចាញ់ឬបោះឆ្នោតគាត់ចាញ់គាត់មានប្រសាទរហូតជាងខ្មែរទេខ្ញុំថាគាត់អាចជំនុំនេះគាត់នេះជាមនុស្សដែលសាហាវយងក្នុងគេថារបៀបរបស់គាត់តាំងពីដើមមកខ្ញុំទាំងអីស្អាតពីការកាត់សម្លាប់ការប្រកាសចរាចរណ៍ដូចយើងឃើញនៅតាំងពី1993រហូតដល់97នេះរាប់ហើយយ៉ាងចឹងបានបាទប៉ុន្តែជាមួយគ្នាយើងដឹងដែរថាគាត់អីបានជាគាត់ចេញមកចរាចរណ៍រហូតដល់ប៉ុណ្ណឹងយើងអាចដឹងថាដូចដែលលោកលីឡាស្រីមានប្រសាសន៍មិញថាប្រហែលជាគាត់ដឹងខ្លួនថាគាត់មិនស្គាល់ហើយតាមស្ថិតិតាមការដែលទិន្នន័យដែលយើងគិតមើលទៅក្នុងការរបស់ឆ្នាំ2013ហ្នឹងផលិតផលហ្នឹងយកមកអនុវត្តយកមកដាក់គ្របនៅការបោះឆ្នោតនៅថ្ងៃ4ខែមិថុនានេះគឺដឹងថាយ៉ាងគេថាយ៉ាងហោចណាស់មានការស្លាជោគជ័យនោះថា 30% មិនមកខាងគណៈបព្វប្រឆាំងគាត់និយាយថាភូមិចក្រយ៉ាងច្រើននឹងថាវិលត្រឡប់មកឲ្យខាងគណៈបព្វវិទ្យាហ្នឹងដូច្នេះគឺបានពីការដែលជោគប្រាស័យយ៉ាងអាម៉ាស់យ៉ាងខាងបំផុតថ្ងៃនេះហើយបានពីគាត់ជាសម្លេងកំហែងព្រោះគាត់មែនតែហើយបានសម្លេងហើយចង់សម្រាប់ចង់គឺបរិជាខ្មែរគឺឯហ្នឹងប៉ុន្តែចំនួនដែលយើងខលដល់ទៀតថាតើគាត់អាចហ៊ានធ្វើបានទេពីព្រោះយើងដឹងថាមតិអន្តរជាតិមួយក៏កំពុងតែគេកំពុងតែចាំលើចិត្តដាក់ហើយមានច្បាប់នៅសហរដ្ឋអាមេរិកដែលគេកំពុងតែអនុវត្តហើយនឹងអាចមានចាក់តងផលប្រយោជន៍ពីព្រោះថាបើនេះបើតែមានការបរិជានឹងស្រុកខ្មែរមែនគឺថាទីមួយតើជីវភាពសบายរុងរឿងគឺថាសុខដុមរមនារបស់គ្រួសារហ៊ុនសែនរបស់ប្រឡងខ្លួនទៅប្រមាណរបស់គឺថាក្រុមអំណាចកម្មអំណាចច្បាប់អំណាចជាប្រទេសជាតិនឹងដែលជាសន្តិសុខដែលចុកស្រួលกับអ្នកនឹងទៅពោះក្បាលពោះក្រោយនេះតើអាចមានលទ្ធភាពមានចិត្តមានចំណងចង់ទៅធ្វើសង្គ្រាមទេរត់រួចទេបើកាលណានេះចរាចរណ៍នឹងរត់រួចទេក៏ហើយបើរត់ចេញទៅនេះគឺគេថាអង្គការជាតិទាំងអស់ខាងធនាគារនឹងគេនឹងយកមកអនុវត្តហើយឥឡូវហ្នឹងពីព្រោះដូចតែកងទ័ពអង្គការជាតិខ្មែរយើង4នាក់ដែលទៅស្ថិតនៅCentral African ប្រទេសអាហ្វ្រិកខាងត្បូងនោះប្រទេសនោះឯងដែលកូនប្រុសរបស់លោកជាលេសម្ដីនឹងត្រូវគេចាប់ខ្លួនពីប្រមាណខែមុនហ្នឹងនៅក្រុងប៉ារីសហើយគេរឹតអូសយកទ្រព្យសម្បត្តិ$30 លានជាងហើយនឹងទ្រព្យសម្បត្តិអស់ផ្ទះសម្បែងនឹងទុកនៅប៉ារីសហ្នឹងពីព្រោះគេដឹងថាជាអំពើដែលយកបានមកដោយខុសច្បាប់ដោយពុករលួយដោយចេញប្រវាញ់ដោយជំនឿឈានរបស់ជាតិខ្លួនឯងហ្នឹងបាទដូច្នេះទាំងអស់គ្នាហ្នឹងលោកហ៊ុនសែនគួរសារគាត់អង្គទៅពុកគាត់ថាចង់ធ្វើសង្គ្រាមហ្នឹងហើយបើសិនជារហូតដល់គាត់ទៅបង្វិចចោលហ្នឹងតើនឹងអាចទទួលអផលបានទេបានទេស្គាល់បានទេឬក៏ស្ងលេទៅធ្វើឲ្យបានស្រួលទៅតែគួរខាងគណៈបកគួរជាថាគេអត់មានលទ្ធភាពទៅធ្វើអីទាំងអស់គេថាបើឈ្នះពីការសូមបានស្រួលទៅហើយដូច្នេះគឺនិយាយថាវាមានលក្ខណៈច្រើនណាស់ដែលគេថាគាត់អាចធ្វើបានប៉ុន្តែអានេះគឺជាការនេះគេថាជាអន្តរជាតិទៅបញ្ហាដូចដែលខ្ញុំបាននិយាយអញ្ចឹងតើគាត់តែខឹងថាតើរបស់ដែលគាត់លះបង់គ្រួសារគាត់កូនចៅគាត់ប្រមាណទៅវិចរត់ហើយជានឹងចាំចាប់រត់អូសយកទ្រព្យសម្បត្តិហ្នឹងតែគាត់ហ៊ានទទួលទៅដល់ថ្នាក់នេះទេបាទ
អរគុណលោកហុងលីមខ្ញុំចង់បានមតិអ្នកនៅក្នុងស្រុកវិញម្ដងលោកលឺឡៃស្រេងដែលជាមន្ត្រីជើងចាស់អ្នកនយោបាយជើងចាស់នៅក្នុងជួររដ្ឋាភិបាលកន្លងមកនេះលោកហុងលីមមានប្រសាសន៍ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបើសិនជាគាត់ចាញ់ឆ្នោតគាត់អាចមានលទ្ធភាពធ្វើសង្គ្រាមបានតើលោកគិតថាអាចនឹងមានលទ្ធភាពនឹងធ្វើសង្គ្រាមបានមែនទេពីព្រោះនេះគឺជាបើតាមដែលបដិជនបុត្របន្ទិញមានដីកាមិញថាជាចិត្តសាស្ត្រសង្គ្រាមដើម្បីបំផិតបំភ័យដល់ប្រជាពលរដ្ឋតើប្រជាពលរដ្ឋគួរភ័យហើយគួរបោះឆ្នោតឯកគណៈបកប្រជាជនកម្ពុជាដើម្បីកុំឲ្យកើតសង្គ្រាមដែរទេបាទខ្ញុំជាវិញខ្ញុំនិយាយថាឥឡូវខ្ញុំជូនព័ត៌មាននិងជូនអវាទទៅដល់ប្រជាពលរដ្ឋខ្មែរវិញថាកុំខ្លាចដល់ថ្នាក់នេះថាហើយយើងបោះឆ្នោតតាមនៅសំណុំពរតាមនៅអវាទតាមការណែនាំរបស់បកគោណាអង្គចាស់ជីវិតអង្គលើកបងលោកការនាំនេះរបស់ឆ្នោតទៅកុំខ្លាចគេសង្កត់សង្កិនខ្លាចគេអីការដូច្នេះអ្នកទាំងអស់នេះអនុវត្តតាមបរិយាសាររបស់ព្រះករុណាទៅល្អហើយអាហ្នឹងកុំខ្លាចហ្នឹងបកគោណាលោកមានបរិមន្ទូលបាទឥឡូវខ្ញុំចង់ថាខ្ញុំអាចជូនផ្លូវ3ណាតែបើសិនជាបើវាអាចបើសិនជាមនុស្សដល់ថាតើចោហើយគឺថាអាចប្រើប៉ុន្តែបើសិនជាប្រើមានស្អីកើតឡើងមានលោកកំច័ន្ទបុត្រណែលោកជុនច័ន្ទបុត្រអនុញ្ញាតឲ្យខ្ញុំបកស្រាយជាទៅខ្លីៗលោកបាទខ្លីវងកាយវែងមួយច្រើនព្យាយាមយកលោកបាទខ្ញុំបាទអញ្ចឹងសួរថាសង្គ្រាមបើថាគាត់អបមាថាគាត់និយាយតែចាញ់មើលឈ្នះគាត់អត់ធ្វើទេអញ្ចឹងបាទបើសិនជាធ្វើហើយយកពលទាហានទៅសម្រាប់ប្រជារាស្ត្រនិយាយយ៉ាងវិញបាទសូមជម្រាបថាក្នុងខ្ញុំពលទាហានទាំងអស់ហ្នឹងណាមិនមែនតាមងាយទាហានទាំងអស់ទេបើតាមខ្ញុំសិក្សាមើលទៅឃើញថាមានតែ 30% ទេអាចតាម 70% អត់តាមទេសូមទោះអានេះការសិក្សាទេអស់លោកណាអនសម្ដែងនយោបាយកុំខឹងខ្ញុំខ្ញុំណែនិយាយណែតាមតាអ្វីដែលខ្ញុំណែប្រមាណឃើញអញ្ចឹងចុះអា 70% អត់ព្រមបរាជ័យបាទតើធ្វើម៉េចវិញហើយបរាជ័យហ្នឹងកុំភ្លេចណានាយទាហានទាំងអស់មានលុយមានកាក់ច្រើនណាស់ពេលវេលាដែលអ្នកមានលុយមានកាក់ហ្នឹងអាពួកប្រពន្ធលក់ជ័យជាតិជាអីនោះបកូនទាហានហ្នឹងមកឲ្យវាធ្វើសង្គ្រាមមកសម្រាប់បង្ហូរជើងខ្មែរតើវាមកឬមកកុំភ្លេចណាខ្មែរនៅបញ្ញាគូសំអា Facebook ពង្រៀនខ្មែរច្រើនណាស់បាទដូច្នេះខ្ញុំថាបរាជ័យតែហ៊ានប្រើបរាជ័យបើសិនជាអាចធ្វើបានតែប្រជាពលរដ្ឋសប្តាហ៍ហ្នឹងខ្ញុំប្រាប់ថាមើល Facebook 5 លានមាន Facebook 5 លាននេះហ្នឹងខ្ញុំថាបើសិនជាអបមាទេនេះអបមានៃការសិក្សារបស់ខ្ញុំឯងតែចោលអបមាមនុស្ស8 លាននេះអត់ព្រម10 លាននេះអត់ព្រមបាញ់ទាំងអស់បាទអាហ្នឹងមួយចុះបាញ់បានទាំងអស់ឥឡូវតែសម្រាប់ថាកំបាក់ក្រាបខ្មែរប្រជាពលរដ្ឋខ្មែរបានតែហ៊ានយល់តាមទាំងអស់ចុះអន្តរជាតិដូចលោកហ៊ុនលឹមនិយាយមិញហ្នឹងកុំភ្លេចណាតាគេធ្វើសម្ពាធដាក់សម្ពាធសេដ្ឋកិច្ចដាក់មកគេលែងឲ្យខ្មែរនាំអីវ៉ាន់ចេញទៅស្រុកក្រៅជាភាសាផុនអានេះកាត់ខោអាវអីអង្គអីអត់ចេញយើងអាចរស់បានទេហើយសួរថាចំណេញត្រង់ណាឥឡូវខ្ញុំចេះវិញខ្ញុំថាដើម្បីឲ្យខ្លីខ្ញុំថាចេះវិញដើម្បីកុំឲ្យលោកសម្ដេចហ៊ុនសែននេះគាត់ខឹងខ្លាចតែគេពីណាមកខ្វាយគាត់តាគាត់ណៅមករឿងគាត់ថាបើធ្វើចេះខ្ញុំបានប្រាប់ហើយខ្ញុំបានប្រាប់ថាគណៈបកសង្គ្រោះជាតិហើយខ្ញុំប្រាប់ថាអ្នកទាំងអស់គ្នានឹងនាំទៅសភាទៅធ្វើច្បាប់មួយទៅច្បាប់មួយប្រាប់ជាមួយគណៈតំណាងរាជគណៈបកប្រជាជនប្រាប់ថាធ្វើច្បាប់ប្រាប់ថាតំណាងរដ្ឋនាយករដ្ឋមន្ត្រីណែផុតអាណត្តិអត់មានអភិអក្សរអត់មានមកយកមកកាត់ទោសបានទេហើយនឹងតំណាងឋានន្តរសាលោកទៅជាណែវីរបុរសជាតិតែយកទេយកអាហ្នឹងឬក៏យកច្បាំងគេថាហ្នឹងហិននៃភ័យច្រើនណាមានន័យថាអូហើយមកបង្ហូរឈាមខ្មែរគ្នាឯងក្នុងកលៈទេសៈនេះវាមិនត្រឹមត្រូវទេដូច្នេះខ្ញុំថាចេះ
ពាក្យសង្គ្រាមនឹងឈប់និយាយទៅមិនល្អទេបាទបាទអញ្ចឹងបើស្ដាប់យោបល់របស់លោកព្រឹទ្ធាចារ្យលឺឡៃស្រេងថាអ្វីដែលលោកនាយករដ្ឋមន្ត្រីលើកឡើងនេះគឺភាសារបស់លោកព្រឹទ្ធាចារ្យម្ដងថាខ្លាចគេខ្វាយគាត់បើសិនជាគាត់នឹងចាញ់សង្គ្រាមទៅហើយដំណោះស្រាយគឺមានតែធ្វើយ៉ាងណាដើម្បីរៀបចំច្បាប់ការពារផ្ដល់ការកិច្ចការពារដល់ប្រមុខដឹកនាំរដ្ឋាភិបាលមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឬអ្នកណាទៀតក៏ដោយចុះហើយតម្លើងឋានៈឲ្យទៅជាវរៈបរិសុទ្ធជាតិអីទៅដើម្បីកុំឲ្យមានការសងចិត្តបាទសូមកាន់ទៀងចេះពីណាក៏ដោយតែយើងតាចុះទៅមិនសោះហើយផុតអាណត្តិមិនសោះហើយគេអត់ចុះទេគាត់ទុកប្រាប់ថាចុះមកស្ទើរមិនមកក្រែលដល់តែញ៉ែព្រំក្រហមឲ្យដើរទៅប្រាប់ថាសុខទាំងអស់គ្នាធ្វើមិនឲ្យប្រទេសខ្មែរប្រជាពលរដ្ឋខ្មែរទៅអស់សប្បាយទាំងអស់គ្នាលោកនាយករដ្ឋមន្ត្រីអីឥឡូវលោកនាយករដ្ឋមន្ត្រីក៏លោកល្បីឈ្មោះល្អដែរល្អហើយប៉ុន្តែលោកលឺឡើងពេកបើសិនបើយើងមានច្បាប់នឹងមិនធ្វើឲ្យអាចជាការលើកទឹកចិត្តដល់មេដឹកនាំដែលបានឈ្នះឆ្នោតហើយបានកាន់អំណាចហើយក្នុងរយៈពេល5ឆ្នាំនៃការកាន់អំណាចនឹងគឺធ្វើអ្វីតាមអំពើចិត្តដែលអាងថាគ្មាននរណាអាចធ្វើអីខ្លួនបានទេនៅពេលដែលខ្លួនអស់អំណាចទៅខ្ញុំនិយាយក្នុងកលៈទេសៈនេះមកកលៈទេសៈត្រូវតែធ្វើអញ្ចឹងក្នុងកលៈទេសៈណាលោកចាន់កលៈទេសៈthis period គេត្រូវតែកលៈទេសៈត្រូវតែតម្រូវឲ្យធ្វើអញ្ចឹងបាទអរគុណបាទលោកលឺឡៃស្រីខ្ញុំកណាចង់លឺដីការបស់បដិជនវិញម្ដងតាក់ទងពីរឿងធ្វើយ៉ាងណាដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឈប់ភ័យខ្លាចគេខ្វាយនោះហើយដើម្បីឲ្យលោកកុំនិយាយពីរឿងចាញ់ឆ្នោតទៅមានសង្គ្រាមទៀតបាទបើសិនតែយើងក្តោបមើលប្រធានបទដែលយើងជជែកនេះគឺយើងជជែកពីការផ្លាស់ប្ដូរសង្គមមួយដោយសន្តិវិធីតាមរយៈការបោះឆ្នោតមកមើលឃើញថាសារនេះសារដែលចេញមកពីចេតនា3ចេតនាទី1គឺចេតនាភ័យខ្លាចចេតនាទី2គឺចេតនាចិត្តសាស្ត្រហើយចេតនាក្នុងទី3ហ្នឹងគឺថាមនុស្សចាស់មែនពោយើងឃើញចេតនា3ហ្នឹងហើយដែលភាសានឹងចេញមកចឹងបានបើមើលក្នុងពុទ្ធសាសនាកាលណាមនុស្សគិតយ៉ាងណានិយាយចេញយ៉ាងនោះហើយបើមនុស្សនិយាយចេញយ៉ាងនោះមនុស្សធ្វើយ៉ាងនោះចឹងបានថាមើលយើងមើលគិតចិត្តគិតធ្វើ3ហ្នឹងកាលណាមនុស្សមានចិត្តយ៉ាងណាគិតយ៉ាងនោះនិយាយយ៉ាងនោះធ្វើយ៉ាងនោះអញ្ចឹងបានសរុបមករឿងញោមនាយករដ្ឋមន្ត្រីគិតចាយ៉ាងនោះគិតធ្លាប់ធ្វើយ៉ាងនោះអញ្ចឹងគិតចង់ធ្វើសង្គ្រាមតទៅទៀតប៉ុន្តែធ្វើអត់បានហេតុអីបានភាសានោះចេញមកកើតគិតនិយាយភាសានោះចេញបានដោយសារទី1គិតចាស់ហើយយុបាយធ្វើយូរអត់មានពេលសម្រាប់បញ្ហាផ្លូវចិត្តអញ្ចឹងគិតត្រូវនិយាយភាសាហ្នឹងមួយទៀតគាត់ភ័យនឹងការបាត់បង់ឥទ្ធិពលបាត់បង់អំណាចរបស់គាត់មួយទៀតចិត្តសាស្ត្រធ្វើយ៉ាងណាឲ្យមនុស្សខ្លាចប៉ុន្តែស្មារតីថាប្រើចិត្តសាស្ត្រប្រភេទនេះវាហ៊ូសម័យកាលហើយវាខុសពីសោកស្ដាយបើសិនគិតធ្វើនយោបាយចាស់ពីមុនដែលដូចទៅលើកកើតអាណត្តិមុនល្អគិតដល់ម៉ោងបោះឆ្នោតគិតប្រើប្រាស់លុយកាក់ច្រើនហើយយកលុយកាក់ហ្នឹងទៅជួបប្រជាពលរដ្ឋឲ្យជាអំណោយជាអីប៉ុន្តែដល់ឥឡូវប្រជាពលរដ្ឋគិតថាតម្លៃប៊ីចេងមួយខាំពីរខាំសរុង1 2ក៏អាចមានលទ្ធភាពទិញបានអំណោយអស់ហ្នឹងអស់ប្រសិទ្ធភាពហើយគិតថយមកប្រើការគន្ធាមវិញមកគឺថាខុសទៀតដូច្នេះបើសិនជាវិធីដែលល្អបំភ្លេចទៅការប្រើចិត្តសាស្ត្រគន្រាមសុខចិត្តប្រមូលធនធានដែលមានយកទៅជួបប្រជាពលរដ្ឋធ្វើការជាមួយប្រជាពលរដ្ឋកែតម្រង់រត់ឲ្យបានស្រួលប្រជាពលរដ្ឋគេគ្រប់គ្រងវិញបានមកដោយស្រួលក៏ប៉ុន្តែអាត្មាអង្កេតមើលរឿងទី2ទៀតគណៈបព្វជិជនឥឡូវធ្លាក់ខ្លួនក្រ2ក្រទី1ក្រលុយកាក់ក្រទី2អាចក្រការគ្រប់គ្រងអញ្ចឹងពួកនេះក្រ2ហ្នឹងហើយដែលធ្វើឲ្យគាត់ភ័យក្រទី1គឺក្រលុយគឺមនុស្សនៅក្នុងគណៈបកលេងហ៊ានវិនិយោគព្រោះមើលមិនឃើញថាឈ្នះដូច្នេះអត់ហ៊ានចាយលុយយើងមើលពីមុនពីអាណត្តិ3 4អាណត្តិមុនហ៊ានចាយលុយធំតែឥឡូវលេងហ៊ានចាយព្រោះបើវិនិយោគអស់រឹបលានវាអត់បានជោគជ័យយកករណីសិក្សាមួយខ្មោចមិនខិនរដ្ឋមន្ត្រីក្រសួងធម្មការវិនិយោគ1លានកន្លះដុល្លារដើម្បីបានកាន់ការងារនឹងតទៅមុខក៏ប៉ុន្តែក្រោយមកត្រូវដកទូនីតិគិតឲ្យគិតអត់មានការងារធ្វើតន្លងគិតទៅជាទីសរដ្ឋមន្ត្រីអត់ការិយាល័យធ្វើការឈឺភ្លាមងើបភ្លាមបើសិនជាគុំដកមិនខិនត្រូវរស់បន្តទៅទៀតអត់ទាន់ងប់ទេដូច្នេះអានឹងរឿងមួយដែលយើងមើលឃើញដែលអាត្មាសិក្សាបានចឹងហើយបានសរុបមកវិញថាគិតក្រលុយគឺមិនហ៊ានវិនិយោគក្រទី2ក្រការគ្រប់គ្រងពីប្រជាពលរដ្ឋហើយប្រជាពលរដ្ឋបង្ហាញឆន្ទៈនិងទឹកចិត្តរបស់គាត់ចង់ឃើញសង្គមមួយដែលផ្លាស់ប្ដូរជាវិជ្ជមានដោយសន្តិវិធីចឹងបានពួកគាត់អត់ហ៊ានចូលរួមវិនិយោគលុយកាក់ច្រើនទេពីព្រោះមើលទៅទិញទឹកចិត្តអត់បានហើយការទិញទឹកចិត្តប្រជាពលរដ្ឋអាត្មាថាមិនអាចយកដុល្លារទៅទិញបានទេមិនអាចយកសម្ភារៈតិចតួចទៅទិញបានទេគឺត្រូវយកទឹកចិត្តទិញទឹកចិត្ត
ត្រូវយកឆន្ទៈទៅទិញទឹកចិត្តឆន្ទៈនយោបាយគោលនយោបាយទៅទិញទឹកចិត្តស្របនឹងចំណុចនេះហើយអាត្មាមើលឃើញថាគណៈបកប្រឆាំងដើរលើផ្លូវមួយត្រឹមត្រូវគ្រាន់បើមិនប្រសើរទេក៏ប៉ុន្តែយើងឧទាហរណ៍គឺដាក់សារនយោបាយទៅមួយក៏ប៉ុន្តែទទួលបានការគ្រប់គ្រងភ្លុកទឹកភ្លុកដីផ្អើលដល់ឋានទេវតាបើរហូតដល់គម្រាមឲ្យលុបសារនេះចេញមនុស្សព្រមលុបព្រោះទេវតាគម្រាមមនុស្សខ្លាចអញ្ចឹងយើងលុបទៅធម្មតាប៉ុន្តែលុបនឹងលុបនៅក្នុងបេះដូងយើងនៅឡើយលុបអត់ជ្រះទេហើយរឿងទី2ទៀតសារនយោបាយគណៈបកប្រជាជនកម្ពុជាដាក់13ចំណុចអត់ទិញទឹកចិត្តប្រជាពលរដ្ឋបានសារគណៈបកប្រឆាំងដាក់3ចំណុចអត់ដាក់5ចំណុចគេទិញទឹកចិត្តប្រជាពលរដ្ឋបានដូច្នេះមានន័យថាបើសិនជាយកគោលនយោបាយនិងយកឆន្ទៈនយោបាយទៅទិញទឹកចិត្តប្រជាពលរដ្ឋវិញប្រសើរជាងប្រើចិត្តសាស្ត្រគន្រាមយកទឹកចិត្តប្រជាពលរដ្ឋគណៈខ្ញុំគណៈសូមកាត់ត្រឹមនឹងពីព្រោះថាយើងមានអ្នកហៅចូលមកច្រើនដែរហើយខ្ញុំចង់ស្ដាប់សំណួររបស់អ្នកស្ដាប់វិញម្ដងសូមអញ្ជើញលោកស្រីវ៉ាន់សក្តាបាទពីខេត្តកណ្ដាលអឡូបាទយើងមិនលឺពីភ្នំពេញទេយើងនឹងព្យាយាមម្ដងទៀតប៉ុន្តែតាក់ទងដល់រឿងថាទិញទឹកចិត្តមិនបាននេះខ្ញុំកណ្ណានៅពេលដែលមានបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ2013នៅពេលនឹងមានប្រជាពលរដ្ឋមកច្រើនណាស់ដើម្បីមកធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនៅក្រុងភ្នំពេញនៅពេលដែលយើងទៅសម្ភាសប្រជាពលរដ្ឋនៅពេលនោះប្រជាពលរដ្ឋខ្លះឆ្លើយថាមិនខ្លាចទេសង្គ្រាមដូចមិនដឹងមានអីគួរឲ្យខ្លាចមានអីគួរឲ្យបាត់បង់ផងតើអ្នកដែលប្រើចិត្តសាស្ត្រសង្គ្រាមនឹងអាចទស្សទាយអាចស្វែងយល់សិក្សាអំពីទឹកចិត្តប្រជាពលរដ្ឋតើគាត់ខ្លាចសង្គ្រាមឬទេបានជាចេះតែយកសារសង្គ្រាមនឹងមកដេគុណដែលនៅក្នុងប្រទេសកម្ពុជាស្រាប់នឹងដេគុណឃើញទឹកចិត្តប្រជាពលរដ្ឋឥឡូវហ្នឹងតើនៅពុះពោដដែលដូចឆ្នាំ2013ទេឬមួយក៏មានការប្រែប្រួលយ៉ាងណាច្រើនជាងមុនប៉ុន្តែជាជាងមុនចម្រើនពោអាត្មាយកឧទាហរណ៍អញ្ចឹងញាតិញោមអ្នកកាន់អំណាចគាត់អត់បានមើលថាគាត់វិចបាយមកកញ្ចប់យកទៅឲ្យមនុស្សដែលអត់ឃ្លានបាយមកកញ្ចប់ពួកគាត់នេះគឺសង្គ្រាមដូច្នេះគាត់យកសង្គ្រាមទៅឲ្យមនុស្សដែលអត់ត្រូវការសង្គ្រាមហើយមនុស្សដែលខ្លាចសង្គ្រាមហើយគាត់ព្យាយាមប្រើអត់ចំណេញបានពូអញ្ចឹងបានស្មាបិនបាទទៅញោមនាយករដ្ឋមន្ត្រីក៏ដូចជាញាតិញោមអ្នកកាន់អំណាចដូរវិធីធ្វើនយោបាយវិញអាត្មាអត់ស្អប់ញោមនាយករដ្ឋមន្ត្រីហ៊ុនសែនទេអាត្មានិយាយជាមួយហើយព្យាយាមជជែកថាវិធីដែលដើរយើងអត់ដើរតាមផ្លូវនេះទេអាត្មាអោយជំរឿននាយករដ្ឋមន្ត្រីឲ្យគាត់ពិចារណាញោមនាយករដ្ឋមន្ត្រីជាម្ចាស់សន្តិភាពហើយគាត់បានដឹកនាំប្រទេសយូរគាត់គូតែជាវីរៈជនប៉ុន្តែប្រសិនបើឆ្នាំ2017គាត់បាត់បង់ការគ្រប់គ្រងច្រើន2018គាត់រុញស្ថានភាពឲ្យទៅជាសង្គ្រាមគាត់បានផ្លាស់ប្ដូរទូនាទីខ្លួនគាត់ពីវីរៈជនទៅអក្រិតជនយកមួយណាឥឡូវយើងយកមួយណាអញ្ចឹងបានថាញោមនាយករដ្ឋមន្ត្រីជាវីរៈជនណាបើសិនជាគាត់ផ្លាស់ប្ដូរអេរិយាបថនយោបាយខុសមេគាបន្តិចគាត់នឹងคล้ายទៅជាអក្រិតជននឹងហើយគេខ្វៃគណៈឥឡូវនេះខ្ញុំព្យាយាមភ្ជាប់អ្នកហៅចូលពីភ្នំពេញម្ដងទៀតពីខេត្តកណ្ដាលម្ដងទៀតបាទសូមអញ្ជើញលោកស្រីវ៉ាន់សក្តាបាទចាជំរាបសួរលោកចិនញ៉ាំបតបាទជំរាបសួរបាទសូមអញ្ជើញដាក់សំណួរបាទចាហើយចាជំរាបសួរលោកវិក្មិននៅក្នុងតុផ្សាយទាំងអស់បាទជំរាបសួរបាទហើយចាខ្ញុំចង់សួរសំណួរមួយសួរថាជារឿយៗមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់តែងតែគម្រាមថាបើសិនជាគណៈបកប្រជាជនចាញ់ឆ្នោតអីអញ្ចឹងប្រទេសនឹងកើតសង្គ្រាមខ្ញុំចង់សួរថាបើសិនជាអាការគម្រាមរបស់គាត់នេះវាคล้ายជាការពិតមែនតើប្រទេសកម្ពុជាយើងត្រូវធ្វើយ៉ាងម៉េចទី1យើងត្រូវប្តឹងទៅអង្គការសហជីវជាតិគឺថា$23ដែលអង្គការសហជីវរៀបចំច្បាប់ឲ្យខ្មែរយើងនឹងផ្ទេរអំណាចដោយសន្តិវិធីក្នុងតាមរបៀបការបោះឆ្នោតហើយបើសិនជាសង្គ្រាមកើតមានឡើងតើយើងតើប្តឹងទៅតុលាការអន្តរជាតិឬក៏យ៉ាងណានេះសូមឲ្យលោកវិទ្យាបកស្រាយផងហើយសំណួរមួយទៀតខ្ញុំចង់សួរទៅលោកអង្គលីនហើយជាថាបើសិនជាសង្គ្រាមនឹងកើតមានឡើងតើអ្នកណាជាអ្នកទទួលខុសត្រូវនៅក្នុងប្រទេសកម្ពុជាយើងទី1លោកនាយករដ្ឋមន្ត្រីឬក៏មេធាវីមេប៉ូលីសចាអរគុណជំរាបលាបាទសូមអរគុណនឹងហើយសំណួររបស់អ្នកស្រីវ៉ាន់សក្តាតើបើសិនជាមានសង្គ្រាមមែនតើប្រជាពលរដ្ឋគួរធ្វើយ៉ាងណាខ្ញុំចង់សួរអ្នកក្នុងស្រុកទៅវិញលោកលឺឡៃស្រេងបាទខ្ញុំសង្គ្រាមនឹងខ្ញុំចង់ធ្វើម៉េចកុំឲ្យមានសង្គ្រាមវិញបាទហ្នឹងយុទ្ធសាស្ត្ររបស់យើងបាទធ្វើម៉េចកុំឲ្យមានសង្គ្រាមព្រោះមើលអាគារកោះពេកមើលផ្លូវថ្នល់មើលអីណោះ
សម្ដេចយុហ៊ុនសែនលោកមិនអត់មានសមត្ថផលគាត់ធ្វើបានច្រើនគូសំដែរហើយដូចណែបដិជគុណបន្ទិញមានសន្និការមិញចឹងថាឲ្យជំរឿពីហ្នឹងតែរឿងមួយណាហើយខ្ញុំចេះវិញខ្ញុំនិយាយមិញនិយាយរឿងថាធ្វើចេះទៅកើតចេះធ្វើចេះទៅកើតទេខ្ញុំហើយនឹងថាមួយទៀតមកថាយើងទាំងអស់គ្នានឹងត្រូវទទួលច្បាប់ធម្មជាតិគ្មាននរណារស់មួយជីវិតគ្មានពីណាសោយរៀងមួយជីវិតគ្មានពីណាឯងសូម្បីតែថ្មដេញស្តក់ទឹកស្រក់តហ្នឹងក៏ត្រូវតែបែកក្នុងពេលវេលាណាមួយហៅ lifetime ជីវិតរបស់នេះដូច្នេះយើងទៅអនុវត្តទៅតាមចិត្តច្បាប់ធម្មជាតិវិញទៅចាញ់បើសិនជាស្អប់មកចាញ់លោកធ្វើបានល្អច្រើនណាស់ដូច្នេះរួចហើយទៅជាមកទៅផ្ទៃអំណាចស្រួលបួលទៅរួចហើយតាំងនេះឡើងទៅជារបស់បរិយាជាតិទៅប្រជាពលរដ្ឋបើខណៈលោកថាផ្ទៃអំណាចដោយនៅសន្តិវិធីប្រជាពលរដ្ឋលើលោកអបអរសាទរលោកកោតសរសើរលោកអាហ្នឹងមិនល្អជាងហើយតែសង្គ្រាមអត់ចេះនិយាយសង្គ្រាមអាហ្នឹងគេថាមហាអន្តរាយបំផ្លាញកន្លែងនេះដូច្នេះកុំថាចេះវិញយើងរាល់គ្នាធ្វើម៉េចក៏ដោយទទូចអង្វរថាធ្វើម៉េចកុំឲ្យមានសង្គ្រាមហើយសម្ដេចនាយកដូចគ្នាដែរអត់ចំណេញទេសង្គ្រាមនេះបើមិនខាតច្រើនក៏ខាតតិចមិនខាតតិចក៏ខាតច្រើនបើមិនហាន់ហើយច្រើនក៏ហាន់ហើយតិចប៉ុន្តែសង្គ្រាមអាចហាន់ហើយច្រើនហើយអាចហាន់ហើយច្រើនហាក់មានបើអាចគ្រោះថ្នាក់ទៅទៀតនឹងកាយដូចអ្នកបងបន្ទិញមានការសន្និការមិនអញ្ចឹងអាចរត់ចោលស្រុកហ្នឹងទៅគិតមែនទេខ្ញុំចេះទេឬលេស្រីនិយាយនេះគឺជាកញ្ចក់ដើម្បីទាំងអស់គ្នាឆ្លោះបាទអរគុណបាទអរគុណលោកលឺស្រីបាទឥឡូវនេះខ្ញុំសូមអញ្ជើញលោកអ្នកស្ដាប់អ្នកទៀតដែលហៅមកពីខេត្តកំពង់ចាមលោកផលសូមអញ្ជើញបាទជំរាបសួរបាទខ្ញុំសូមក្រាបថ្វាយបង្គំម្ដេចគុណពេញពីចម្ងាយផងបាទអូសាធុហើយសូមជំរាបសួរលោកវិក្កាមិនទាំងអស់ផងបាទជំរាបសួរបាទខ្ញុំមានសំណួរទី1របស់ខ្ញុំតើប្រទេសកម្ពុជាបានមិនផ្លាស់ប្ដូរដោយសន្តិវិធីតាមការបោះឆ្នោតទេតើប្រទេសនេះកាន់របបអ្វីបច្ចុប្បន្នបាទទី1ទី2តើនៅលើពិភពលោកនៅសល់ប្រទេសប៉ុន្មានប្រទេសណាខ្លះដែលមានដឹកនាំកាន់អំណាចជាគេឲ្យរីកចម្រើនអានឹងទី3ប្រទេសកម្ពុជាបានមិនផ្លាស់ប្ដូរដោយសន្តិវិធីនៃការការបោះឆ្នោតទេតើសហគមន៍អន្តរជាតិសហគមន៍ជាតិទឹកព្រមព្រៀង23ទៅដល់ទីក្រុងប៉ារីសគេចូលអោបឲ្យមើលរឿងមួយជាស្ដីជាជនខ្មែរដែលរងទុក្ខវេទនាបាទសូមអរគុណសូមជម្រាបលាបាទសំណួរលោកមានเป็นการบดเอาเนี่ยเอาខ្ញុំសូមបាទសូមជួយបាទខ្ញុំចង់ឲ្យលោកហុងលីមឆ្លើយសំណួរជាពិសេសសំណួរទី4របស់គាត់បើសិនជាមានសង្គ្រាមមែនតើប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស$23ហ្នឹងហើយតាមពិតហ្នឹងប្រទេសអូស្ត្រាលីខ្លួនឯងហ្នឹងគឺជាប្រទេសដែលផ្ដួចផ្ដើមឲ្យមានកិច្ចព្រមព្រៀងនឹងផងតើអាចនឹងចូលមើលបានទេបើសិនជាមានសង្គ្រាមហ្នឹងគឺថាសហគមន៍អន្តរជាតិហ្នឹងគេប្រកាសជាធ្វើអន្តរាគមន៍ហើយពីព្រោះដូចជាយើងបានឃើញពីការកាប់សម្លាប់គ្នារហូតដល់តែគេទ្រាំបានគេប្រកាសជាសន្តិភាពប៉ារីសហ្នឹងបាទប៉ុន្តែឥឡូវនេះគេឃើញស្ថានភាពរបស់យើងហ្នឹងគឺថាវាដូចជាទូទីក្រំបាត់ដែរហើយស្ថានភាពនៅផ្នែកវិទ្យាពិភពលោកដូចជានៅមជ្ឈមបូព៌ានៅអាហ្វ្រិកាំងដែលមានបញ្ហាធំសកម្មនៅរាប់មើលអ្នកនោះបាទដែលនៅគេយកចិត្តទុកដាក់គិតគូររឿងនោះគេចង់គិតយើងបាទប៉ុន្តែខ្ញុំក៏សូមជម្រាបបងប្អូនទាំងអស់ដែលស្ដាប់ហើយបងប្អូនយើងចំណុចនេះថាយើងទាំងអស់គ្នាចេះតែគិតថានេះគឺជាការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដែលយើងធ្វើតាមឆ្នាំម្ដងខ្ញុំសូមស្នើឲ្យទៅតាមគណៈបព្វជិជនឲ្យមានសេចក្តីក្លាហានហ៊ានទទួលស្គាល់ថាបើយើងចាញ់យើងមានពេល5ឆ្នាំទៀតដែលត្រូវរៀបចំកម្មវិធីនយោបាយកែខ្លួនពីព្រោះគ្មានអ្វីដែលធានាថាគណៈបព្វជិជននឹងអាចធ្វើបានជោគជ័យទេអាចឆ្លាក់ទឹកអាចរដ្ឋបរាជ័យទាំងស្រុងហើយដូច្នេះយើងតែមានសមត្ថផលមកជាង30ឆ្នាំហើយអាចថាណាឃើញទេធ្វើអត់បានទៅពួកខ្ញុំផងដូច្នេះអាចត្រឡប់មកកាន់បោះឆ្នោតឲ្យបានជាប់ឡើងវិញនៅឆ្នាំ2023យ៉ាងចឹងទៅបាទតែថាឲ្យមានសេចក្តីឆ្លើយឆ្នូរចឹងទៅពីព្រោះ
mình nâng ra lúc đã tới su phạm mà mình tham gia tiền nào thì tiền là cái thế lúc dựa làm tới thành viên đã hà ván trên dây vềประเทศลีดีdâyประเทศซีรีจะเอาประเทศเกาหลีเข้าไปเยอะนี่แหละที่จะมาพัฒนาประเทศเนี่ยไอ้กี่ช่วงเนี่ยไอ้อินโดนีเซียนั่นมุนดังเนี่ยไอ้ไต้หวันนั่นมุนดังเนี่ยไอ้ฟิลิปปินส์นั่นไอ้ภูมิเทียทำไมเนี่ยไอ้ให้มันยังมันเลือดยอดถึงอันนี้จะไอ้พลังโตบางต่อสันติเทียต่อที่จะแต่มุกที่กันจำรานมีถึงไอ้ชายเนาการแต่ลูกนี่อยู่รอบใจให้อะไรต้องมีเมตตามีแจงไอ้มันนี่ยืนสมได้ยังนั่นคือจะกล้าเปิดเฮิร์นสบายคือครับที่ออกกระตุ้นการทหารบนให้ลงประเทศที่นั่งกินยืนเช่นที่เรากินหนึ่งโยมหมดกินจะได้จับโยมแต่ดักเวลากัดตัวปุ๊บคุณอันคือจะเยอะสมได้นี่ที่จะเยอะสมได้ปัจอ้างที่สมได้เป็นจู่ภาษาที่สมได้พูดอันนี้อาสาที่สอบตัวที่ไทยชายคือทำมันอาจบานกับตัวบานเต้ไอ้ขมายเย็นนี่เป็นความบางจิงเกาหลีจิงอินโดนีเซียจิงไต้หวันจิงฟิลิปปินส์จิงภูมิเองทุกคนนะผู้ปกครองเนี่ยมันได้ฟังกอว่าเต้ตัวที่กบมือเนี่ยขมายเต้มาแล้วมันที่ตอนจังเต้บ่าอ๋อคุณลูกฮงลิมบ่าลูกแตะตองเรื่องฉบับเรื่องตลอดนั่งตามเปิดมีตราผมมวยทำไมในฉบับกรุบกรองคณะปนโยบายนั่นคือบานใจในเชิงได้ทากรุบคณะปนโยบายเหมือนเตยทศกัณฐ์เทียบนามวยโดยข้างกลางนี่โดยข้างกลางนั่นคือมีนปรามจำนวนจากเชียงสมานตรูบ่าจำนวนที่มวยคือทาเบิดฟื้นเอามีนอัปกุ้มแต่นัวไม่ออนไรดอลไอกระเพียบเชียดนังโบราณเพียบแดนใดปีทวีวิทงศนาประช่างนังระบอบประเชียตปไตยสไรพหุปะนังระบอบปริจินิยมอาศัยรัฐธรรมนูญใบทวีปะปัวดอลสันติสุขในรัฐบุญบังการกองกำลังประดับอาวุธปรามทวีการยุ่งยงแต่อาจนัวเอาเมียนกาใบบะเชียดบาดฉบับคณะปนโยบายทำไมนั่งการเปิดนั่งตำนานเรียกได้ปีคางคณะปะปิจิจุนการปิจินั่งคือทารูร้อนอนุมัตินั่งยังปัดตวนจิตตีบ่มพดเข้มจังดังทาตาซาได้ลูกนิยรัฐบุญไตรให้หนึ่งมีนเมตัวเมองกระยะระบบรัฐบาลได้เมียนภาษากลอมันนี่นั่งอาจปะปอลดาวสันติสุขรัฐให้หนึ่งอาจจัดตุกทจิกายุ่งยงเอาเมียนกาใบบะเชียดบานได้ติ้งประเดี๋ยวจุนจำรันโปซาต่างอ้อนี่คือกันเรียมคลุนเองบานกันเรียมเนี่ยตีฉบับคณะปะนโยบายอนามัตคลุนเองคือเปรียบบานโดยวิ่งเตี้ยก็คลุนเองบานโปเจตุเต้าพอปีนี้ขมายกี่วิ่งใช้จองกู้ดาวไปขนมคณะปะโยมเนี่ยกันไหนยังไงนี่เธอจะแต่นางเรียกวิ่งเตี้ยก็คลุนเองว่าสันเจียกันในเวียนมินนี่ยังไม่ได้คนมินนี่ถ้าปังเกิดฉบับทำไมมันพิเศษเมียตราปรามจนหน่อยมันนี่คือถ้าเนี่ยนาปังเกิดอัปกุมเนี่ยนาปังกอปัญหาอสรโสหนึ่งตระเมียนตู้รุมเลี้ยคณะปะหนึ่งโจรเจ้าอุติห่อเดินสำเร็จชนดคณะปะประชังกิจเนี่ยให้เบิกคณะปะประชังชเนี่ยให้คณะปะจีจวนเต้าจีเนี่ยต่อว่าเต้าจีเนี่ยปังเกิดคณะปังเกิดกรมอัปกุมวิ่งมันเตะกอหลุนเองนั่นไงการมาวิ่งเตะกอหลุนเองตำไรจีกอเองกับบ้านฟันดาวเวอทวนจังนุ่งติดวิ่งเตะหลุนเองมันโปไอเรื่องตีปีได้ทำมาลึกล้างคือโยมอุปนิยมดนตรีเตียบังเกิดทางนึงไว้ผมบะทมิงเนี่ยจังพวกเกิดนั่งไว้เนี่ยจังไว้คลุ้นเองเต้าเห็นไหมเต้าไว้เนี่ยนะบ่คณะปะเส้นกีเจนี่เนี่ยจะมาให้ทางคณะปะพิจิตรอันนั้นเวียยังมือเคยทาสถิติชนำปีปนดอกใบคณะปะไปช่างบานใบเลี้ยนคณะปะกันนายบานใบเลี้ยนปีเส้นข้อเนี่ยปีเส้นสำเร็จให้เมียนแต่เยอะปีปรำชนำแกตุ่มร่วงนำใบเตียงสำเร็จมาวิ่งโยยเลือกปีเส้นกับปั้นแต่ขนมระยะปีปรำชนำนี้คณะปะกันนายอดบานกลุ่มในตุ่มร่วงซีจุมรู้โดยการจองบานระบบปกติเมียนแต่ทะเลเชื้อรู้มันปอดบานแกตุ่มร่วงซีจุมรู้พอโมเดลทะเลเชื้อรู้การในอุทธรโดยปัญหาเรื่องการลูกปรีเชื้อนาตเมียนการเป็นแดงเจงพิจิตรนาตเมียนจับเนี่ยสังคมจะเป็นการได้เจริญยังมุนให้กรอยปีกาบอชนรู้ยังเมียนปัญหาบัดบองอายุชีวิตมนุษย์เคยบัดบองไปเจียปรีเพียบคลังทมยังกีนั่นคือกรอยปีบัดบองลูกบัณฑิตเจียวิริจวนกุมรอกุมรูระบอบเจ็ดหรือลูกบัณฑิตกันเลยโดยฉะนั้นเกิดบัดบองเกิดชนะปีปนเราใบบัดปีเซนเกิดชนียบาลคือปีเซนก็ปั้นแต่แล้วมนุษย์เดลแต่โชว์รูมโซสได้ลูกบัณฑิตกันเลยเจริญเชียงปีเซนนะเจริญโดยฉะนั้นเนี่ยแต่แห่ตั้งอ๋อพี่เจริญทีนี้ถ้ากินหนึ่งต่อสู้โรยุดได้ถั่วไอ้ธรรมะคือถ้าเจริญโปรดอนโยมได้ว่ากับบอชนอคุมสังกัดปีปนดอกผมปืนนี่สำคัญนะดำไปดอกลูกกึมโซบานยันยงกลมสู้ธรรมะเธอคลุนเองอย่างการเงี้ยเราในจังหวัดใดลุนเองบอชนอดำไปบานดอกเลี้ยงลูกกึมโซบอชนอดำไปบานอยู่ในทั่วมาลูกมันได้เกมไล่กลมสู้ธรรมะอ้อยธรรมะจะไล่ปวดธรรมะก็มีหลายตะเบียวจังหวัดใดธรรมะตะมุยจังหวัดใดยันยงเรียบเลี้ยนเนี่ยโดยเฉพาะประลักขี้ฟิงเกอร์ไ
អាត្មាថាចង្អុលដៃមានសំណាងយើងតែចលក់ទឹកខ្មៅតែរឹសយកបេះដូងសរឹសយកអ្នកដឹកនាំដែលមានបេះដូងស្អាតស្អំចំពោះជាតិត្រឡប់មកចំណុចមិញយើងឆ្លើយមិនអស់ត្រង់ថាអាត្មាថាយើងផ្លាស់ប្ដូរអំណាចដែលមិនមានសង្គ្រាមអាត្មាសូមលើកផ្ទុយពីញោមហុងលីមបន្តិចថាអត់អាចមានសង្គ្រាម 100% អត់មានពីព្រោះកន្លងមកដែលញោមនាយករដ្ឋមន្ត្រីគាត់អាចប្រកាសបានដោយសារគាត់មានអំណាច8ប៉ុន្តែ2017គឺរ៉ាឌីកាល់ដោយលោកបណ្ឌិតបានលើកលោកបណ្ឌិតកែមលីមុនគាត់ស្លាប់គឺយើងកាត់អំណាច5ចុលដែលគណៈបព្វជិជនមានអំណាច8ភូមិឃុំស្រុកខេត្តរាជធានីព្រឹទ្ធសភារដ្ឋសភារដ្ឋាភិបាលនិងព្រះមហាក្សត្រអំណាចគាត់មាន8ប៉ុន្តែ2017យើងកាត់5ចេញអំណាចរបស់ញោមនាយករដ្ឋមន្ត្រីសល់តែ3ទេអំណាចទី1អំណាចរដ្ឋអំណាចទី2រដ្ឋសភាអំណាចទី3ព្រះមហាក្សត្រព្រឹទ្ធសភាបាត់ហើយប្រសិនបើគណៈបកប្រឆាំងគាត់បានសន្លេងឆ្នោតចាប់ពី700នាក់ឡើងលើ700គុំសង្កាត់បើគាត់បានចាប់ពី45%ដល់51%មានន័យថាគណៈបកប្រឆាំងក៏ដកប្រាប់ព្រឹទ្ធសភាហើយគណៈបកដែលកាន់អំណាចបច្ចុប្បន្នចង់បង្កើតរដ្ឋាភិបាលបង្កើតអត់ចេញព្រោះព្រឹទ្ធសភាអត់យល់ព្រមច្បាប់អនុម័តចេញពីរដ្ឋសភាមុននឹងដល់ព្រះមហាក្សត្រត្រូវឆ្លងកាត់ព្រឹទ្ធសភាបើព្រឹទ្ធសភាគ្រប់គ្រងដោយគណៈបកប្រឆាំងបាត់ទៅហើយនឹងក៏ធ្វើអីចេញមុននឹងចាប់ដើមធ្វើសង្គ្រាមក៏គាត់អត់អាចបញ្ជាសង្គ្រាមនេះឯងបានទេគុំសង្កាត់នេះសំខាន់ណាស់បើសិនជាគណៈបកប្រឆាំងឈ្នះឆ្នោតពុតជាមានន័យខ្លឹមសារដើម្បីទប់ស្កាត់បញ្ហាហិង្សានៅឆ្នាំ2018សូមញាតិញោមប្រជាពុទ្ធបរិស័ទប្រុសស្រីទាំងអស់មេត្តាគុំសម្លឹង2018គ្មានន័យទេត្រូវសម្លឹងកាត់ឫសគល់បញ្ហាពីឆ្នាំ2017នេះហើយប្រសិនបើបានក្រុមប្រឹក្សាឃុំសង្កាត់គណៈបកណាមួយគេនឹងទៅរើសក្រុមប្រឹក្សាភូមិគេរើសមេភូមិឬអនុភូមិអញ្ចឹងបើបានមេភូមិអនុភូមិចាប់ដើមទៅរើសនៃក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាស្រុកបូកនឹងឃុំទៅរើសក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាឃុំស្រុកខេត្តទៅរើសព្រឹទ្ធសភាដូច្នេះរឿងទាំងអស់នេះវាធ្វើជា gender ដើម្បីធ្វើយ៉ាងណាធានាថា2018អត់មានសង្គ្រាមហើយថ្មជឿថាអត់មានសង្គ្រាមទី1ឆន្ទៈប្រជាពលរដ្ឋចង់បានសេចក្តីថ្លៃថ្នូរចង់បានសុខសន្តិភាពទី3ដែលអាចមានសង្គ្រាមបានអ្នកកាន់អំណាចរឿងថ្ងៃជាតិអ្នកមានក៏ដល់ហ៊ានដុតទ្រព្យគាត់ចោលទេគាត់ឲ្យហ៊ានដុតសន្តាគារមួយរដ្ឋមន្ត្រីមួយមានសន្តាគារ2 3មានក្រុមហ៊ុន 4 5ដូច្នេះគាត់ឲ្យហ៊ានធ្វើសង្គ្រាមឯព្រោះឆេះទ្រព្យសម្បត្តិរបស់គាត់តើក្នុងគណៈបកប្រជាជនមានមន្ត្រីណាខ្លះព្រមដិតទ្រព្យខ្លួនឯងចូលប្រសិនបើគណៈបកប្រជាជនព្រមដិតទ្រព្យសម្បត្តិខ្លួនឯងចូលមិនប្រមូលដោយសប្តាហ៍នេះទេគាត់ឲ្យហ៊ានដុតទេដូច្នេះវាយុទ្ធធម៌អញ្ចឹងគឺត្រឹមច្រើនដូច្នេះប្រទេសកម្ពុជាបើតាមការវិភាគរបស់បដិជនពុទ្ធបន្ទិញអាចនឹងមិនមានសង្គ្រាមទេមិនមានសង្គ្រាមទេហើយការបោះឆ្នោតឆ្នាំ2017នេះក៏ជាកត្តាកំណត់មួយដើម្បីធានាកុំឲ្យមានសង្គ្រាមនៅឆ្នាំ2018បាទសូមទោសលោកលឺឡៃស្រេងដែលហេតុថាយើងអស់ម៉ោងហើយតាមពិតខ្ញុំក៏ចង់ស្ដាប់ប្រសាសន៍របស់លោកលឺឡៃស្រេងលោកហុងលីមហើយនិងលោកបដិជនពុទ្ធបន្ទិញទៀតណាប៉ុន្តែពេលវេលាអស់ទៅហើយខ្ញុំបាទសូមអរគុណលោកវាគ្មិនទាំង3ហើយយើងនឹងបន្តកិច្ចពិភាក្សានេះបន្តិចទៀតនៅក្នុងការផ្សាយទូរទស្សន៍របស់យើងនៅម៉ោង 8:35 នាទីនៅពេលបន្តិចទៀតនេះបាទនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅពេលនេះចាប់តែត្រឹមនេះបាទ